លែកប្រចាំថ្លៃផ្អើលទឹកផ្អើលដីប៉ុន្តែមិនជាអីក្នុងនាមជាប្តីត្រូវតែតស៊ូចេញពីធ្វើការប្រញាប់ទៅផ្សាររកទិញចំណីប្រពន្ធខ្ញុំថ្មីនាងនឹកចង់ឆៃអីជូជូចាស់ក៏ប្រាប់ថាទ្រាំទៅអាវ៉ាព្រោះអីមិនយូរបើសិននាងមួម៉ៅនាំនាងទៅក្រៅដើរលេងមិនធូរបើសិននាងរអ៊ូធ្វើជាមិនលឺកុំតបសំដីឲ្យដបឆ្នាំងឡើងបីគ្រាន់តែឃើញភ្នែកទឹកមិនបានដេកអត់ច្រើនត្រីឆេវឆាវចំលែកប្រចាំថ្លៃផ្អើលទឹកផ្អើលដីប៉ុន្តែមិនជាអីក្នុងនាមជាប្តីត្រូវតែតស៊ូចេញពីធ្វើការប្រញាប់ទៅផ្សាររកទិញចំណីប្រពន្ធខ្ញុំថ្មីនាងនឹកចង់ឆៃអីជូជូ